អាហ្នឹងជូជូដាក់ទៅលះហ្មងលំលួនដល់ឋានបានហ្មងអរគុណចាជំរាបសួរបងប្អូនប្រិយមិត្តស្ដាប់ជាទីស្រឡាញ់ចានេះគឺសាលាបង្រៀនបានបងចៅ ABC បងប្អូនប្រិយមិត្តស្ដាប់ចាថ្ងៃនេះបរិញ្ញាច្បាប់ចរាចរណ៍នៅកែងស្តុបហ្មងចាសម្រាប់បងប្អូនដែលចង់រៀនច្បាប់ចរាចរណ៍ដែលហ្វ្រីបងប្អូនចាអញ្ជើញមកចុះឈ្មោះរៀនបានបងនៅសាលាបង្រៀនបានបងចៅ ABC រៀនរាល់ថ្ងៃសៅរ៍តែកតិកានឹងមានបង្រៀនច្បាប់ចរាចរណ៍ជូនតែហ្វ្រីបងប្អូននឹងដឹងរបៀបនៃក្នុងការបើកបររបៀបពេចមិនធ្វើឲ្យស្ទះចរាចរណ៍ហើយបើកបរបានពេចតែមិនធ្វើឲ្យចាប់ប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ពីព្រោះចាប់ពីពេលនេះតទៅសមត្ថកិច្ចគឺនឹងចាប់ផ្ដើមអនុវត្តវិធានការឡើងវិញហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់មានបានបើកបរបងប្អូនដែលមានបានបើកបរហើយបើកបរខុសល្បឿនកំណត់ខុសល្បឿនកំណត់ឬមួយក៏បើកបរខុសច្បាប់ចរាចរណ៍បងប្អូននឹងប្រឈមទៅនឹងការដកពិន្ទុចាហើយជាពិសេសគឺប្រឈមទៅនឹងការផាកពិន័យចាហើយកុំខំប៉ូលីសពេលប៉ូលីសផាកបងប្អូនតែយើងខុសគឺប៉ូលីសផាកឯងតែយើងបើកបរត្រឹមត្រូវគ្មានប៉ូលីសណាមកផាកយើងបានទេហើយក៏កុំថាឲ្យប៉ូលីសបើយើងត្រឹមត្រូវប៉ូលីសអត់ផាកយើងតែបងប្អូនសូម្បីតែការឈប់ជាដើមដើម្បីគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាបានពីតតបងប្អូនទាំងអស់គ្នារួមគ្នាយើងត្រូវមានវិន័យនៅក្នុងការបើកបរកាលប៉ុណ្ណឹងនៅស្រុកគេអត់ចាំបាច់ដល់មានសមត្ថកិច្ចមកឈរសម្រួលចឹងក៏អត់ស្ទះចរាចរណ៍ដែរដោយសារអីដោយសារតែប្រជាពលរដ្ឋគេយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍គេដឹងពីការឈប់សូម្បីតែពេលបងប្អូនឈប់ស្តុបតែបងប្អូនត្រូវឈប់កម្រិតប្រមាណពីគំនូសសញ្ញាថ្មើរជើងអាត្រេខាងមុខញឹកស្អីហ្នឹងគេហៅថាគំនូសសញ្ញាថ្មើរជើងចារាល់ពេលធ្វើដំណើរតាមដងផ្លូវបងប្អូនត្រូវធ្វើមិនក៏ដោយសម្លឹងមើលសញ្ញាបញ្ជារបស់សមត្ថកិច្ចជាសំខាន់ទី1បើបងប្អូនមើលពីចំភានសមត្ថកិច្ចចរាចរណ៍ទៅឃើញគាត់ធ្វើដៃបោយដៃឲ្យទៅបើសិនជាចំភានឃើញគាត់បោយដៃឲ្យទៅស្មើនឹងភ្លើងពណ៌បៃតងបើសិនជាមើលចំពីមុខឬចំពីក្រោយឃើញគាត់ធ្វើសញ្ញាដៃកែងបែបនេះចាកែងចាពីមុខឬក៏ពីក្រោយឃើញដៃគាត់កែងបែបនេះគឺស្មើនឹងពណ៌លឿងគឺប្រុងព្រៀបឈប់តែបើសមត្ថកិច្ចលាបដៃជាមុំរៀបបែបនេះចាស្មើនឹងភ្លើងពណ៌ក្រហមគឺបានន័យថាឈប់តែម្ដងចាចឹងគឺពេលដែលបងប្អូនធ្វើដំណើរតាមដងផ្លូវសញ្ញាចរាចរណ៍ដែលសំខាន់គឺសញ្ញាបញ្ជារបស់សមត្ថកិច្ចចរាចរណ៍ពេលដែលមានសញ្ញាបញ្ជារបស់សមត្ថកិច្ចចរាចរណ៍ហើយត្រូវមើលស្លាកភ្លើងសញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍បន្តមកទៀតគឺផ្លាកសញ្ញាស្លាកសញ្ញាបន្តមកទៀតគឺគំនូសសញ្ញាដូច្នេះបងប្អូនត្រូវបើកបរយ៉ាងណាក៏ដោយកុំឲ្យល្មើសភ្លើងសញ្ញាល្មើសគំនូសសញ្ញានិងស្លាកសញ្ញាសូម្បីតែឈប់នៅតាមស្តុបបងប្អូនបើឃើញស្តុបពណ៌ក្រហមហើយសូមកុំឈប់ជាន់នៅគំនូសថ្មើរជើងបងប្អូនឈប់ជាន់នៅគំនូសថ្មើរជើងស្មើនឹងដងតូនរំលោភទៅដល់គំនូសនៃអ្នកថ្មើរជើងដែលគេត្រូវឆ្លងកាត់អញ្ចឹងជាការទូលទៅពេលដែលបងប្អូនឈប់គឺបងប្អូនត្រូវឈប់ខាងក្រោយគំនូសថ្មើរជើងយ៉ាងតិច5ម៉ែត្រចាឈប់ពីក្រោយគំនូសថ្មើរជើងយ៉ាងតិច5ម៉ែត្រទើបបងប្អូនសមជាអ្នកបើកបរដែលគោរពច្បាប់ចរាចរណ៍ដឹងពីច្បាប់ចរាចរណ៍នៅសាលាបង្រៀនបើកបរចា ABC បង្រៀនជូននៅច្បាប់ចរាចរណ៍ដោយ free បងប្អូនតេអាចបរៀនរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យម៉ោង2ម៉ោង3ចាកតិកាបង្រៀនជូន free បញ្ជាក់ណារៀនច្បាប់ចរាចរណ៍ដោយឥតគិតថ្លៃម៉ោង2ម៉ោង3ពីព្រោះចាប់ពីចុងខែនេះទៅរហូតក្រសួងមហាផ្ទៃនិងក្រសួងពាក់ព័ន្ធបានប្រកាសឲ្យនឹងមានការរឹតបន្តឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាមានការចាប់ល្បឿនមានការចាប់បងប្អូនដែលជិះហួសល្បឿនកំណត់ឬមួយក៏មិនគោរពស្លាកសញ្ញាមិនគោរពគំនូសសញ្ញាមិនស្គាល់ផ្លូវឯកទិសមិនស្គាល់ផ្លូវពីរទិសមានទៅមានមកអានោះគឺបងប្អូនត្រូវប្រឈមមុខឯងដូច្នេះដើម្បីជួយសម្រួលបងប្អូនដែលមិនសូវដឹងអំពីច្បាប់ចរាចរណ៍មិនសូវយល់ច្បាស់អំពីស្លាកសញ្ញាគំនូសសញ្ញាភ្លើងសញ្ញាបងប្អូនអាចអញ្ជើញមករៀនដោយ free រៀនរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យរៀនច្បាប់គឺ free តែបើរៀនកាត់ចង្កូតឡានអានោះបាត់យើងកាត់លុយអញ្ចឹងបងប្អូនដែលចង់ឲ្យខ្លួនឯងមានចំណេះជំនាញបើកបរមិនគ្រាន់តែចេះបើកឡានទៅមុខប៉ុន្តែដឹងពីគោលការណ៍នៃច្បាប់ចរាចរណ៍ទាំងទ្រឹស្ដីនៃការអនុវត្តសូមអញ្ជើញមកចុះឈ្មោះរៀនបើកបរនៅសាលាបង្រៀនបើកបរចា ABC នៅវិស័យ Century 2004នេះផ្ទាល់តែម្ដងរួមគ្នាគោរពច្បាប់ចរាចរណ៍នៃប្រទេសជាតិកម្ពុជាគឺបានន័យថាបងប្អូនគោរពអាយុជីវិតរបស់ខ្លួនឯងបំណងល្អពីកម្ពុជា 107.5 FM ចាចឹងបញ្ជាក់ម្ដងទៀតណាសម្រាប់បងប្អូនដែលចង់ចុះឈ្មោះរៀនបើកបរអាចអញ្ជើញមកចុះឈ្មោះរៀនបើកបរបាននៅសាលាបង្រៀនបើកបរចា ABC ចាមានគ្រូដែលមានជំនាញឡានដល់ថ្មី
បងប្អូនទំនេរអាចចូលមករៀនបានចាកុំឲ្យពេលបលិចាប់ទៅស្ងល់ឆ្ងល់ថាបលិចាប់យើងខុសអីកុំឲ្យពេលបលិចាប់ទៅឆ្ងល់ថាយើងខុសអីយើងជិះមិនបានខុសយើងហួសល្បឿនប្រមាណគេផាកប្រមាណអីប្រមាណអញ្ចឹងសូមឲ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាចាព្រោះនៅក្រៅប្រទេសគេអត់មានបលិចាប់សម្រួលចរាចរណ៍ដូចយើងទេគេមើលតែភ្លើងស្តុបគេដឹងថាគួរទៅមុខគួរទៅក្រោយគួរឈប់កន្លែងណាគេមើលតែស្លាកសញ្ញាគេដឹងថាខាងមុខមានអីគេមើលតែគំនូសសញ្ញាគេដឹងថាគំនូសសញ្ញាតូលជាប់មានន័យម៉េចគំនូសសញ្ញាដាច់មានន័យម៉េចចាគំនូសសញ្ញាថ្មើរជើងយើងត្រូវឈប់ប្រមាណម៉ែត្រដោយសារតែពួកគេមុនពេលការចកតឡានចកតម៉ូតូសិតតែឆ្លងកាត់ការរៀនសូត្រអញ្ចឹងដើម្បីឲ្យខ្លួនឯងមិនទៅបុកអ្នកដទៃមិនឲ្យអ្នកដទៃមកបុកខ្លួនឯងសូមរៀនច្បាប់ចរាចរណ៍ស្គាល់ពីគំនូសសញ្ញាស្គាល់ពីស្លាកសញ្ញាស្គាល់អំពីល្បឿនថាបើកនៅក្នុងទីក្រុងប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់ម៉ូតូប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងនៅក្នុងទីក្រុងនៅក្រៅទីប្រជុំជនចាសម្រាប់ឡានបើកប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងនៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនពេលដែលបងប្អូនបើកឡានសុកប្រាប់ដល់ហ្វ្រាំងអត់ស៊ីអញ្ចឹងបងប្អូនត្រូវធ្វើម៉េចបន្ទាន់ព្រាមបងប្អូនត្រូវធ្វើម៉េចពេលដែលជន់ហ្វ្រាំងទៅវាអត់ស៊ីនេះអញ្ចឹងពេលដែលជន់ហ្វ្រាំងអត់ស៊ីបងប្អូនកុំនៅប្រឹងជន់ហ្វ្រាំងទៅទៀតហើយក៏មិនបើកកញ្ចក់ស្អែកប្រាប់គេថាបងប្អូនអើយឡានខ្ញុំដាច់ហ្វ្រាំងហើយខ្ញុំចេញខ្ញុំចង់បាច់ទេបងប្អូនគ្រប់គ្រងអារម្មណ៍ឯហ្នឹងដល់បន្តមកទៀតបងប្អូនបធូរជើងចេញពីហ្គាហើយក៏មិនប្រឹងជន់ហ្វ្រាំងទៀតដែរបងប្អូនដាក់លេខពីធំមកតូចពេលដែលល្បឿនរៀងថយបងប្អូនចាប់ប្រាំងដៃខំអារម្មណ៍ខ្លួនឯងអូតបន្តិចហើយចុះរឡានមួយទៀតដើម្បីបញ្ជូនចូលនៅតាមសណ្ដោងទៅអានេះវិធីនៅក្នុងការគ្រប់គ្រងអារម្មណ៍ពេលដែលឡានដាច់ហ្វ្រាំងឬក៏ម៉ូតូរបស់បងប្អូនដាច់ហ្វ្រាំងម៉ូតូដាច់ហ្វ្រាំងក៏បងប្អូនត្រូវធ្វើអញ្ចឹងដែរបន្ថយល្បឿនឈប់មួយហ្គាហើយដាក់លេខពីធំមកតូចមកចាហើយបន្តមកពេលដែលល្បឿនវាថយហើយយើងក៏ឈប់ទៅអានេះវិធីខ្លះពេលដែលបងប្អូនបើកឡើងទួលតើបងប្អូនត្រូវធ្វើម៉េចពេលដែលបងប្អូនជិះកន្លែងផ្លូវសើមតើបងប្អូនត្រូវបើកបររបៀបម៉េចពេលដែលហ្វ្រាំងត្រូវសម្រួលហ្វ្រាំងបងប្អូនត្រូវជាប់របៀបម៉េចអានេះគឺមាននៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាអញ្ចឹងបងប្អូនដែលចង់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាបងប្អូនចង់រៀនដែលអត់កាត់ថ្លៃអាចចុចបញ្ចុះឈ្មោះរៀនបើកបរនៅសាលារៀនបើកបរចា ABC ដែលមានបើកពីម៉ោង6ព្រឹករហូតដល់ម៉ោង10យប់បងប្អូននឹងដឹងអំពីគោលការណ៍នៃការបើកបរធ្វើយ៉ាងណាមិនឲ្យទៅបុកគេមិនឲ្យគេមកបុកយើងធ្វើយ៉ាងណាមិនឲ្យកកស្ទះចរាចរណ៍បំណងល្អពីសាលារៀនបើកបរចា ABC នៅចៃសុំសេនជូរីនេះផ្ទាល់តែម្ដងនិយាយទៅគឺយើងបរិញ្ញាច្បាស់ណាមានលោកគ្រូដែលមានជំនាញបរិញ្ញាច្បាស់ជាមួយនៅ receptionist ដែលរៀនរាក់ទាក់ហើយនៅសាលាបង្រៀនបើកបរចា ABC ក្រៅពីបង្រៀនពីច្បាប់ចរាចរណ៍ក្រៅពីបង្រៀនបើកឡានយើងក៏មានលក់ទៅគ្រប់មុខអាហារសម្រាប់ប្រព័ន្ធសុខភាពឧទាហរណ៍តែបងប្អូនទល់ល្ងួនគ្នាដែលមានប្រព័ន្ធបាត់ជើងធំតើបងប្អូនគួរញ៉ាំអីយើងមាន fiber ចា fiber សម្រាប់អ្នកដែលទល់ល្ងួនគ្នាល្ងួនប្រព័ន្ធបាត់ជើងធំហើយញ៉ាំទៀមមុនពេលចូលគេ7ម៉ោងក្រោយគ្នាតែបាត់ជើងធំមានពីរជម្រើសមានប្រភេទចំហុយនិងប្រភេទម្សៅចានេះហើយបងប្អូនឆុងទឹកញ៉ាំហ្មងតម្លៃលក់ជូនគឺ$25ហើយបើម្សៅល្មៀនលាយជាមួយនឹងម្រេចក្នុងកំប៉ុងតែមួយនេះតម្លៃលក់ជូនគឺ$20អានេះសម្រាប់ជួយទៅដល់បងប្អូនដែលមានបញ្ហាផ្សាក់ចង់ផ្សាក់រាល់ការរលាកឬក៏ដើម្បីនៅផ្នែកខាងក្នុងនៃរាងកាយនិយាយទៅគ្រប់មុខអាហារបងប្អូនសុខភាពក៏អាចមកពិភាក្សានៅទីនេះបានដូចគ្នាផងដែរអរគុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នាហើយសង្ឃឹមថារួមគ្នាដល់ប្រតិបត្តិចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិកម្ពុជាចា៎